បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតុលាការទីក្រុងបាងកកប្រទេសថៃថ្មីនេះបានធ្វើការកាត់ទោសប្រហារជីវិតទៅលើយុវជនម្នាក់ដែលបានប្រព្រឹត្តបទល្មើសសម្លាប់ជីវិតមនុស្សចំនួន2នាក់កាលពីឆ្នាំ2023តុលាការប្រទេសថៃថ្មីនេះគឺត្រូវបានចេញសារដីកាមួយកាត់ទោសប្រហារជីវិតទៅលើយុវជនម្នាក់ដែលមានឈ្មោះថា Anavin Khao-Khap ដែលយុវជនរូបនេះគឺមានអាយុត្រឹមតែ22ឆ្នាំប៉ុណ្ណោះហើយគេបានប្រព្រឹត្តបទល្មើសកាលពីឆ្នាំ2023ដោយបានប្រើប្រាស់កាំភ្លើងនិងបាញ់ប្រហារទៅលើជនរងគ្រោះដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន2នាក់ហេតុការណ៍បាញ់ប្រហារនេះគឺត្រូវបានកើតឡើងកាលពីថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2023នៅមុខធនាគារ TBM មួយក្នុងស្រុកខ្លងតយរបស់ប្រទេសថៃដែលក្រុមជនល្មើសពេលនោះគឺមានគ្នាពីរក្រុមហើយពួកគេបានឈ្លោះប្រកែកគ្នាចំណែកឯជនដៃដល់ដែលមានឈ្មោះថា Anavin Khao-Khap នេះគឺគេបានប្រើប្រាស់កាំភ្លើងដើម្បីបាញ់ប្រហារទៅលើគូជម្លោះរបស់គេប៉ុន្តែជាអកុសលបណ្តាលឲ្យត្រូវទៅលើជនរងគ្រោះចំនួន2នាក់ហើយបានស្លាប់បាត់បង់ជីវិតដែលជនរងគ្រោះទី1គឺមានឈ្មោះថា Thanason Hongsarat គឺមានអាយុ19ឆ្នាំគឺជានិស្សិតដែលរៀននៅសាកលវិទ្យាល័យក្នុងតំបន់នោះនិងជនរងគ្រោះទី2មានឈ្មោះថា Sirada Sin Prasit មានអាយុ45ឆ្នាំដែលគាត់គឺជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យក្នុងតំបន់នោះដែរអ្នកទាំងពីរខាងលើនេះគឺត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែការបាញ់ប្រហាររបស់ក្រុមយុវជនខាងលើបន្ទាប់ពីកើតហេតុក្រុមយុវជនក៏ដូចជាជនដៃដល់ដែលបានប្រព្រឹត្តបានធ្វើការរត់គេចខ្លួនបានមួយរយៈពេលខ្លីប៉ុន្តែត្រូវបានប៉ូលីសរបស់ប្រទេសថៃធ្វើការប្រកាសស្វែងរកចាប់ខ្លួនពេញផ្ទៃប្រទេសហើយក៏អាចចាប់ខ្លួនគេបាននៅឯខេត្តឈៀងម៉ៃនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2023ដដែលនោះបន្ទាប់ពីចាប់ខ្លួនជនដៃដល់បានហើយធ្វើការឃុំខ្លួនគេបានមួយរយៈតុលាការក៏ដូចជាប៉ូលីសរបស់ប្រទេសថៃបានខិតខំស្វែងរកស្រាវជ្រាវក៏ដូចជាប្រមូលភស្តុតាងផ្សេងៗនិងសាក្សីដើម្បីសួរចម្លើយក៏ដូចជាស្វែងរកនៅការពិតទទួលបានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ទៅលើជនដៃដល់ហើយនៅថ្ងៃទី28ខែមីនាឆ្នាំ2025នេះគឺតុលាការបានសម្រេចផ្តន្ទាទោសប្រហារជីវិតទៅលើជនដៃដល់ដែលបានសម្លាប់ជនរងគ្រោះទាំងពីរនាក់នោះតុលាការក៏បានបង្គាប់ឲ្យក្រុមជនដៃដល់ខាងលើសងសំណងជាសាច់ប្រាក់ទៅដល់ក្រុមគ្រួសារជនរងគ្រោះទាំងពីរខាងលើនៅទឹកប្រាក់ចំនួន6,780,000 បាតទៅកាន់ក្រុមគ្រួសារជនរងគ្រោះខាងលើប៉ុន្តែជនដៃដល់គឺត្រូវតុលាការផ្តន្ទាទោសប្រហារជីវិតបើយោងតាមមាត្រាទី91របស់ក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃគឺត្រូវបានតុលាការប្រហារជីវិតទៅលើជនដៃដល់ដែលបានសម្លាប់មនុស្សចំនួន2នាក់នោះបាទក្នុងចំណោមបព្វពួករបស់គេចំនួន23នាក់ផ្សេងទៀតដែលបានចូលរួមប្រព្រឹត្តហេតុការណ៍នោះជាមួយគ្នាត្រូវមានម្នាក់តុលាការដោះលែងឲ្យរួចខ្លួនវិញដោយសារតែតុលាការរកឃើញថាយុវជនម្នាក់នោះគឺមិនមានការពាក់ព័ន្ធនឹងបទល្មើសខាងលើនោះឡើយចំណែកឯនៅសេសសល់ប៉ុន្មានអ្នកទៀតគឺត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី2ឆ្នាំរហូតដល់អស់មួយជីវិតក៏មានដែរក្រុមគ្រួសាររបស់ជនរងគ្រោះទាំងពីរខាងលើក៏បានយល់ព្រមនិងសុខចិត្តទទួលយកដីកានៃការកាត់ទោសរបស់តុលាការខាងលើនេះផងដែរប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍និងគួរឲ្យភ្ញាក់ផ្អើលនោះគឺជនដៃដល់នៅពេលដែលតុលាការប្រកាសពីទោសរបស់ខ្លួនដែលត្រូវប្រហារជីវិតរូបគេបែរជាមិនមានការភ្ញាក់ផ្អើលក៏ដូចជាតក់ស្លុតអ្វីទាំងអស់ហើយរូបគេបែរជាមានស្នាមញញឹមក៏ដូចជាលេងសើចទៅកាន់មិត្តភ័ក្តិរបស់ពួកគេដែលបានប្រព្រឹត្តកំហុសជាមួយគ្នានោះថែមទៀតផងអ្វីទាំងនេះបានធ្វើឲ្យក្រុមសាច់ញាតិរបស់ជនរងគ្រោះមានការឈឺចាប់និងមានការស្អប់ខឹងសម្បារទៅលើជនបង្កកាន់តែខ្លាំងឡើងបន្ទាប់ពីសាលតុលាការបានបិទបញ្ចប់ក្រុមជនរងគ្រោះក៏ដូចជាក្រុមជនដៃដល់ទាំងសងខាងគឺបានធ្វើការស្រែកនិងឈ្លោះប្រកែកដាក់គ្នាទៅវិញទៅមកបន្ទាប់ពីសាលតុលាការបានបិទបញ្ចប់ប៉ុន្តែត្រូវបានប៉ូលីសប្រចាំការនៅទីនោះធ្វើការឃាត់និងបំបែកពួកគេចេញរៀងៗខ្លួនដើម្បីការពារកុំឲ្យមានជម្លោះកាន់តែវែងឆ្ងាយតទៅមុខទៀតបាទបងប្អូនទាំងអស់គ្នានេះគឺជាហេតុការណ៍បាញ់ប្រហារដែលបានសម្លាប់មនុស្សចំនួន2នាក់ហើយជនដៃដល់ថ្មីនេះត្រូវតុលាការប្រទេសថៃផ្តន្ទាទោសប្រហារជីវិតបាទបងប្អូនទាំងអស់គ្នានេះគឺជាហេតុការណ៍ដែលបានកើតឡើងនៅឯប្រទេសថៃអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយ